ការចរចារវាងអាមេរិកនិងរុស្ស៊ីនៅក្នុងទីក្រុងរីយ៉ាតប្រទេសអារ៉ាប៊ីសាអូឌីតប្រើពេល12ម៉ោងទើបចប់ប៉ុន្តែអំឡុងការចរចាកំពុងបន្តរុស្ស៊ីនៅតែបន្តបើកការវាយប្រហារលើអ៊ុយក្រែនទាំងកម្រោលនៅចំពោះមុខលោកប្រធានាធិបតីដូណាល់ត្រាំដែលកំពុងតែតាមដានកិច្ចពិភាក្សាយ៉ាងយកចិត្តទុកដាក់តែម្ដងគណៈកិច្ចពិភាក្សាកំពុងតែធ្វើឡើងនៅក្នុងទីក្រុងរីយ៉ាតកាលពីថ្ងៃច័ន្ទមីស៊ីលជាច្រើនគ្រាប់របស់រុស្ស៊ីបានហោះទៅប្រឡាយទីក្រុងហ្សាមីនាភាគឦសានប្រទេសអ៊ុយក្រែនធ្វើឲ្យប្លុកអគារខ្ពស់ៗចំនួន7កន្លែងរួមទាំងមន្ទីរពេទ្យនិងសាលារៀនមួយកន្លែងទៀតរងការខូចខាតនិងធ្វើឲ្យមនុស្សចំនួន88នាក់រងរបួសទោះបីរុស្ស៊ីវាយប្រហារអ៊ុយក្រែននៅចំពោះមុខខ្លួនក៏ដោយក៏ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននៅតែចាត់ទុកកិច្ចពិភាក្សាជាមួយរុស្ស៊ីថាបានបោះជំហានទៅមុខល្អប្រសើរហើយសេចក្តីជូនដំណឹងដ៏វិជ្ជមាននឹងត្រូវប្រកាសឆាប់ៗរីឯប្រភពពីរុស្ស៊ីបានប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters ថាកិច្ចពិភាក្សាដែលមានរយៈពេល12ម៉ោងបានបិទបញ្ចប់ដោយវិជ្ជមានហើយមានសេចក្តីថ្លែងការណ៍រួមត្រូវបានបញ្ជូនមកកាន់ទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោនសម្រាប់ការអនុម័តការយល់ព្រមដោយភាគីទាំងពីរសង្ឃឹមថាអាចនឹងត្រូវការប្រកាសនៅថ្ងៃអង្គារនេះកិច្ចពិភាក្សានេះដែលផ្ដោតទៅលើបញ្ហាផ្សេងៗគឺព្យាយាមធ្វើយ៉ាងណាឲ្យឈានទៅដល់កិច្ចព្រមព្រៀងលើបទឈប់បាញ់នៅសមុទ្រខ្មៅជាមុនសិនកាលពីព្រឹកថ្ងៃច័ន្ទម្សិលមិញនេះដដែលលោកត្រាំបានលើកឡើងថាលោកបានដាក់បញ្ហាផ្សេងៗនៅលើតុចរចាហើយដោយលោកបានថ្លែងនៅក្នុងសម្រងសម្ដីដើមបែបនេះថាយើងកំពុងតែពិភាក្សាអំពីទឹកដីអំពីការគូសបន្ទាត់ព្រំដែននិងរឿងកាន់កាប់ទៅលើរោងចក្រថាមពលជាដើមដោយឡែកសម្រាប់លោកប្រធានាធិបតីពូទីនបានលើកឡើងថាលោកត្រៀមខ្លួនបញ្ចប់សង្គ្រាមហើយប៉ុន្តែអ៊ុយក្រែនដាច់ខាតត្រូវតែបកបង់ជាផ្លូវការនៅមហិច្ឆតាចង់ចូលជាសមាជិក NATO ហើយក៏ត្រូវដកទ័ពចេញពីខេត្តចំនួន4ដែលព្រមរួមរស់ជាមួយរុស្ស៊ីជាមុនសិនហេតុដូច្នេះមានតែរងចាំមើលទេថាតើទីបំផុតអាមេរិកនិងរុស្ស៊ីព្រមគូសបន្ទាត់ព្រំដែនជាថ្មីយ៉ាងដូចម្ដេចនោះបាទត្រាំឥឡូវនេះគាត់ក្រៅពីចង់បានរ៉ែអ៊ុយក្រែនគាត់ចង់បានរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែនទៀតគាត់ទៅត្រាំនេះគឺថាផលប្រយោជន៍ជាអាមេរិកជាចម្បងមែនណាដោយគោលនយោបាយរបស់គាត់ដាក់គាត់ថា American First ណាបាទផលប្រយោជន៍គាត់គិតធ្វើអ្វីៗគិតប្រយោជន៍អាមេរិកជាចម្បងជាមុនសិនបាទចឹងសម្បីតែដោះស្រាយរឿងរ៉ាវរបស់អ៊ុយក្រែនហើយនិងរុស្ស៊ីណាគាត់មើលឃើញតែប្រយោជន៍តានេះគឺបុកក្រាស់មកនិយាយទៅអ៊ុយក្រែនបាទតែមែនតើហើយហ្វែនគិតមិនដែរអូមកបុណ្ណាបាទមកសាក់ម៉ូនីបាទមិនដែរអូនសុខសប្បាយមកថ្ងៃនេះយើងជជែកគ្នាលេងតិចមើលបាទនេះអាប់ដេតថ្មីណោះបាទដូណាល់ត្រាំឥឡូវនេះកាន់តែអូយមកក្រាស់ទៅហើយបាទគឺថាដោះស្រាយរឿងរ៉ាវអ៊ុយក្រែនណាបាទដោះស្រាយរឿងក្តីក្តាំងអញ្ចឹងណាចង់ទាផលប្រយោជន៍មកមើលឃើញផលប្រយោជន៍មកឥឡូវថ្មីនេះគាត់ប្រកាសហើយគាត់បាទគាត់និយាយជាមួយពូទីនចង់បែងចែកបាទទឹកដីអ៊ុយក្រែនជាពីរហើយបាទចង់បានរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែនទៀតណាប៉ុន្តែរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ុយក្រែនណាគឺរោងចក្រដែលធំជាងគេនៅអឺរ៉ុបហ្មងរោងចក្រដោយថាមពលនុយក្លេអ៊ែរបាទហ្នឹងផលិតបាទអគ្គិសនីបាន5000បាទមេហ្គាវ៉ាត់ទៀតធំច្រើនបាទបងប្អូនគឺថារោងចក្រនេះអញ្ចឹងអាមេរិកក៏ចង់បានរោងចក្រហ្នឹងបាទហើយឥឡូវនេះZelenskyគាត់ថារោងចក្រហ្នឹងគឺជារបស់ប្រជាជនអ៊ុយក្រែនឃើញណាឥឡូវត្រូវរុស្ស៊ីកាន់កាប់ហើយគាត់ថាបើនិយាយពីកម្មសិទ្ធិមកជារបស់អ៊ុយក្រែនប៉ុន្តែឥឡូវនេះបើអាមេរិកចង់បានយើងអាចនិយាយគ្នាបានគាត់ថាចង់ឲ្យបាទធ្វើម៉េចឲ្យបាទរក្សាការពារនៅជារបស់អ៊ុយក្រែនដដែលដែរណាហើយអាមេរិកចង់ឲ្យក្រុមហ៊ុនអាមេរិកហ្នឹងមកវិនិយោគដូណាល់ត្រាំណាបាទប៉ុន្តែដូណាល់ត្រាំគាត់ចង់បានមិនគាត់យក free ហ្នឹងអីមិនតាអាថ្លៃដែលអ៊ុយក្រែនជំពាក់នេះនោះយកលុយគាត់នោះដឹងមិនឥឡូវបងប្អូនជួយមើលអីតានេះមិនជួយដោះស្រាយគ្នាទេមកនិយាយតែរឿងផលប្រយោជន៍ចង់បាននេះចង់បាននោះហើយបងប្អូនគិតមិនដែរហ្នឹងមើលជួយ say comment ណាបាទណាគឺម្ដងបាទមិនដែរមួយយកមិនដែរនោះច័ន្ទបាទច័ន្ទផលបាទច័ន្ទរីបែនមិនដែរមើលជួយ say comment មើលឲ្យគិតមិនដែរកាលមុនចង់បានរ៉ែគ្នាបើឥឡូវអត់ទាន់សញ្ញាទេប៉ុន្តែបាទចង់បានរ៉ែមកចង់បានរ៉ែបើរ៉ែដីកម្ររបស់អ៊ុយក្រែននោះគឺថាមានច្រើនបាទហើយ
Donald Trumpគាត់ថាចង់ឲ្យគាត់ដោះស្រាយជួយឲ្យរាយគាត់នឹងពាក់កណ្ដាលអញ្ចឹងណាចឹងហ្មងនិយាយចឹងហ្មងពីដូចប្លន់នេះទៅយកទាំងរស់មកបងប្អូនបាទឥឡូវនេះក្រៅពីរាយហ្នឹងបាទរាយហ្នឹងកំពុងនេះអ៊ុយក្រែនកំពុងZelenskyកំពុងតែរៀបចំសញ្ញានិយាយព្រមព្រៀងប្រគល់បាទរុស្ស៊ីជាមួយហ្មងណាបាទហើយមែនទេវាមកឲ្យហ្មងព្រោះប្រទេសជាតិកំពុងត្រូវការបាទរុស្ស៊ីកំពុងតែវាយគ្នានេះហើយចឹងអ៊ុយក្រែនគ្មានជំរឿនបងប្អូនប៉ុន្តែឥឡូវគាត់ថាសុំទាថាថ្លៃការពារថ្លៃធានាសន្តិសុខបាទព្រោះZelenskyគាត់ថាគាត់បាត់បង់ទឹកដីទៅឲ្យរុស្ស៊ីទៅឲ្យពូទីនឥឡូវមានរ៉ែDonald Trumpគាត់ចង់ជួយគាត់មើលឃើញរ៉ែទៀតណាអានេះចង់និយាយថាយើងហត់ទឹកសម្លឹងកាបងប្អូននិយាយថាស៊ូត្រង់មកបាទបើខ្ញុំប្រៀបធៀបទៅចង់និយាយថាយើងកំពុងឃើញមនុស្សម្នាក់កំពុងលងទឹកបងប្អូនDonald Trumpមនុស្សម្នាក់កំពុងលងទឹកហើយគាត់ស្រែកឲ្យជួយអ្នកលងទឹកស្រែកឲ្យគាត់ជួយផងគ្នាវាយអញ្ចឹងណាអ៊ុយក្រែនកំពុងរុស្ស៊ីកំពុងវាយគ្នាដល់កហើយ